នាងគួរតែប្រយ័ត្នបន្តិចទៅព្រោះខ្ញុំមានអារម្មណ៍ថាដូចជាមានមនុស្សឈួតមកតាមក្បាច់បែបនេះសាលាល្អយ៉ាងនេះមានមនុស្សបែបនេះដែរចុះមិនប្រកាសថាសាលាល្អគ្មានមនុស្សបែបហ្នឹងឯណាអរគុណហើយណាសម្រាប់ពេលវេលាថ្ងៃនេះបាច់គុណស្រីទេខ្ញុំមិនមែនជាមនុស្សដែលមានគុណសម្រាប់នាងទេស្អែករៀនបានអធិការហើយបើមានការអ្វីអាចមករកខ្ញុំបាននៅបន្ទប់ប្រឹក្សាជាន់ទី2បានខ្ញុំលេសិនហើយមនុស្សចម្លែកមែនហើយនេះខ្ញុំត្រូវមករៀននៅថ្នាក់Cឯណែឯងមើលគេយ៉ាងនេះយើងធ្លាប់ជួបគ្នាម្ដងហើយឬក៏យើងច្រឡំទេឯងចេះតែនិយាយហើយជួបគេតាំងពីពេលណាមិនដឹងជួបនាងណាទេសោះមិនតាមចេះមើលនឹកឃើញហើយតាមចិត្តមែនតើណែឯងខឹងម្ដងទៀតហើយយ៉ាងតែមិនហើយធន់ណាអាចជួយស្រីតើខ្ញុំបងនឹងបន្តិចបានទេជួយយកសៀវភៅនេះទៅបន្ទប់ប្រឹក្សាបានទេមិនក៏ជាខ្ញុំទៅវិញខ្ញុំមិនហ៊ានយកទៅទេជួយខ្ញុំបន្តិចទៅណាចឹងខ្ញុំយកទៅក៏បានដែរអរគុណហើយសួស្តីនោះខ្លាយ៉ាងនេះប្រហែលមកពីសេនជីតែដឹងព្រោះក្នុងបន្ទប់នោះសេនជីនៅក្នុងបន្ទប់នោះហើយដឹងមកធ្វើអីទៅមកទៅវិញ